ការអុជធូបមួយសរសៃតំណាងឲ្យការរំលឹកគុណគ្រូនិងតួខ្លួនការអុជធូបពីរសរសៃតំណាងឲ្យគុណមេដាបិតាការអុជធូប3សរសៃគឺបូជាព្រះរតនត្រ័យមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃឬមេដាបិតានិងគុណគ្រូការអុជធូប4សរសៃតំណាងឲ្យធាតុទាំង4គឺទឹកដីភ្លើងនិងខ្យល់ការអុជធូប5សរសៃគឺបូជាព្រះទាំង5អង្គគឺព្រះកុកុសន្ធោតំណាងឲ្យសត្វមាន់ព្រះកោនិតមនោតំណាងឲ្យសត្វនាគព្រះកសបៈតំណាងឲ្យសត្វអណ្ដើកព្រះសាមណគោតមតំណាងឲ្យសត្វគោនិងព្រះសិអាមេត្រីដែលតំណាងឲ្យសត្វខ្លាការអុជធូប7សរសៃគឺបូជាញាតិទាំង7សន្តានមានដូចជាថ្នាក់លើខ្លួន3ជាន់គឺឪពុកម្ដាយជីដូនជីតាយាយទួតតាទួតនិងថ្នាក់ក្រោមយើង3ជាន់ដូចជាកូនចៅចៅទួតនិងបូករួមទាំងខ្លួនយើងទាំងអស់គឺ7សន្តានការអុជធូប9សរសៃគឺបូជាទេវតាដែលថែរក្សាទិសទាំង9មានដូចជាទិសបូព៌ាទិសអាគ្នេយ៍ទិសទក្សិណទិសនិរតីទិសបច្ចឹមទិសពីយប់ទិសរដោទិសអេសាននិងទិសខាងលើការអុជធូប11សរសៃតំណាងឲ្យមេត្តាធម៌ទាំង11ការអុជធូប12សរសៃគឺបូជាគុណម្ដាយទាំង12ឬគុណធាតុការអុជធូប19សរសៃគឺសម្រាប់ពិធីហៅព្រលឹងមនុស្សយើងមានព្រលឹង19រួមទាំងព្រលឹងធំនិងព្រលឹងតូចការអុជធូប21សរសៃគឺជាគុណឪពុកការអុជធូប33សរសៃគឺបូជាគុណឪពុកម្ដាយ